ការលេចឃ្លីមួយបានចាប់ផ្ដើមភ្លាមនៅត្រង់ចន្លោះបំពង់ដែលភ្លាមនោះបានកកទៅជាទឹកកកដែលរសាត់ទៅរកម៉ាស៊ីនរបស់ម៉ូដូលចុះចតអ្នកដែលនៅខាងក្នុងមិនដឹងអ្វីទាំងអស់អំពីវិបត្តិដែលជិតមកដល់ការរាប់ថយក្រោយនៃការបញ្ឆេះបានឈានដល់0ឲ្យយ៉ាងឆាប់រហ័សហើយលោកជឹមបានចាប់ផ្ដើមកន្លងបាញ់បង្ហោះភ្លាមប៉ុន្តែម៉ាស៊ីនបានផ្ទុះនៅវិនាទីបន្ទាប់ប្រភេទនេះម៉ូដូលចុះចតដែលហួសពីការគ្រប់គ្រងដូចជាខ្លែងដែលមានខ្សែដាច់បានធ្លាក់យ៉ាងលឿនឆ្ពោះទៅកាន់ផ្ទៃភពអង្គារក្នុងអត្រាធ្លាក់ចុះបច្ចុប្បន្នរបស់វាក្នុងរយៈពេល3នាទីម៉ូដូលនេះនឹងធ្លាក់ចូលទៅក្នុងបរិយាកាសភពអង្គារជាកន្លែងដែលការគិតខ្លាំងជាមួយខ្យល់នឹងដុតមនុស្សគ្រប់គ្នានៅខាងក្នុងភ្លាមជីមបានដឹងថាឱកាសតែមួយគត់ដើម្បីរស់រានមានជីវិតគឺកន្លែងផ្គត់ផ្គង់គាត់បានណែនាំភ្លាមឲ្យទាញយកកូអដល់នៅពេលវេលាជាក់ស្ដែងរបស់កន្លែងនោះខណៈពេលដែលជូនដំណឹងដល់អ្នកអតីតដោយស្ងប់ស្ងាត់ម៉ូដូលចុះចតដែលហួសពីការគ្រប់គ្រងត្រូវតែបោះបង់ចោលភ្លាមមនុស្សគ្រប់គ្នាត្រូវស្លៀកឈុតឱកាសហើយធ្វើដំណើរចម្ងាយឆ្ងាយតាមរយៈការដើរឱកាសដើម្បីស្វែងរកម៉ូដូលផ្គត់ផ្គង់សម្ភារៈឡើងវិញជាសំណាងល្អម៉ូដូលផ្គត់ផ្គង់សម្ភារៈមានចម្ងាយត្រឹមតែ1គីឡូម៉ែត្រប៉ុណ្ណោះពីទីតាំងបច្ចុប្បន្នរបស់ពួកគេបន្ទាប់មកអ្នកទាំង3បានចាក់ចេញពីម៉ូដូលចុះចតក្រោមការណែនាំរបស់ Woody បន្ទាប់ពីដើរអស់រយៈពេលជាង10នាទីពួកគេមិនត្រឹមតែមិនបានឃើញកន្លែងផ្ទុកសម្ភារៈប៉ុណ្ណោះទេប៉ុន្តែឈុតឱកាសរបស់ពួកគេក៏អស់ប្រេងឥន្ធនៈផងដែរនៅពេលដែលមនុស្សគ្រប់គ្នាកំពុងឆ្ងល់ថាត្រូវធ្វើអ្វីTerryស្រាប់តែបានឃើញកន្លែងផ្ទុកសម្ភារៈនៅខាងក្រោមពួកគេប៉ុន្តែវាកំពុងហោះក្នុងល្បឿនលឿនខ្លាំងនិងឆ្ងាយជាងការរំពឹងទុកឥន្ធនៈដែលនៅសល់មិនគ្រប់គ្រាន់ដើម្បីនាំពួកគេទៅដល់ទីនោះទេជីមបានស្នើផែនការមួយភ្លាមប្រើទំពក់ចាប់ដើម្បីភ្ជាប់ទៅនឹងកន្សោមផ្គត់ផ្គង់ហើយបន្ទាប់មកទាញមនុស្សគ្រប់គ្នាដោយប្រើខ្សែប៉ុន្តែទំពក់ចាប់មានតែ2ដងប៉ុណ្ណោះប្រសិនបើវាបរាជ័យមនុស្សគ្រប់គ្នានឹងស្លាប់នៅក្នុងលំហ Woody គិតថាវិធីសាស្ត្រនេះមានគ្រោះថ្នាក់ពេកហើយមិនចង់ឲ្យដៃគូរបស់គាត់ប្រថុយប្រថាននោះទេគាត់បានចាប់ខ្សែទំពក់ចាប់បានធ្វើឲ្យកញ្ចប់យន្តហោះរបស់ឈុតឱកាសរបស់គាត់សកម្មហើយហោះទៅរកកន្សោមផ្គត់ផ្គង់តែម្នាក់ឯងប៉ុន្តែគាត់មិនបានទៅឆ្ងាយទេនៅពេលដែលកញ្ចប់យន្តហោះរបស់ Woody បង្ហាញថាវាអស់ប្រេងគាត់នៅឆ្ងាយពីកន្លែងផ្ទុកសម្ភារៈផ្គត់ផ្គង់ហើយមិនព្រមចុះចាញ់ទេគាត់មានគម្រោងប្រើហ្វ្រាំងយន្តហោះសង្គ្រោះបន្ទាន់របស់ឈុតឱកាសរបស់គាត់ភីលគិតថារឿងនេះមានគ្រោះថ្នាក់ពេកព្រោះឈុតឱកាសរបស់ Woody នៅសល់ប្រេងឥន្ធនៈត្រឹមតែ30ប៉ុណ្ណោះប៉ុន្តែមុនពេលគាត់អាចជូនដំណឹងដល់ Woody បានស្ទុះទៅកន្លែងផ្ទុកសម្ភារៈផ្គត់ផ្គង់រួចហើយពិតណាស់ប្រេងឥន្ធនៈសង្គ្រោះបន្ទាន់បានអស់យ៉ាងលឿនដោយសារខ្វះឧបករណ៍បញ្ច្រាសដើម្បីបន្ថយល្បឿនគាត់ល្បឿនរបស់ Woody មិនថយចុះទេហើយគាត់ហៀបនឹងបុកកន្លែងផ្ទុកសម្ភារៈផ្គត់ផ្គង់នៅពេលនេះ Woody គ្មានជម្រើសផ្សេងទេការចុះចតយ៉ាងលំបាកគឺជាជម្រើសតែមួយគត់ក្នុងអំឡុងពេលចុះចតគាត់បានភ្ជាប់កន្លែងផ្ទុកសម្ភារៈដោយជោគជ័យជាមួយនឹងទំពក់ចាប់ជាអកុសលគាត់មិនអាចកាន់វាបានទេហើយនៅទីបំផុតគាត់ខកខានវាដោយរសាត់យឺតឆ្ពោះទៅភពអង្គារដោយឃើញបែបនេះជីមនិងដៃគូ2នាក់របស់គាត់អាចប្រើទំពក់ចាប់ដើម្បីឡើងលើកន្លែងផ្ទុកសម្ភារៈជាមុនសិនហើយបន្ទាប់មករកវិធីដើម្បីយកឈ្នះលើឧបសគ្គមកពេលគាត់ចូលទៅក្នុងច្រកផ្គត់ផ្គង់ភ្លាម Cherry មិនអាចទប់ចិត្តបានទេគាត់បានស្ពាយកាបូបយន្តហោះចម្បាំងរបស់គាត់លើស្មាចាប់ទំពក់ចាប់របស់គាត់ហើយហៀបនឹងចូលទៅក្នុងសមរភូមិយឹមនិងសើបានព្យាយាមបញ្ចុះបញ្ចូលគាត់យ៉ាងប្រញាប់ប្រញាល់ដោយប្រាប់គាត់ឲ្យរងចាំរហូតដល់ច្រកផ្គត់ផ្គង់ត្រូវបានសម្អាតកំទេចកំទីចេញមុននឹងបន្តដំណើរប៉ុន្តែ Terry មិនព្រមស្ដាប់ទេហើយមិនយូរប៉ុន្មានក៏មកដល់ជិត Woody ឃើញប្រពន្ធរបស់គាត់ប្រញាប់ប្រញាល់មករកគាត់ក៏បានរំលឹកគាត់យ៉ាងរហ័សថាពួកគេត្រូវតែទុកប្រេងឥន្ធនៈពាក់កណ្ដាលបើមិនដូច្នោះទេពួកគេនឹងមិនអាចត្រឡប់មកវិញបានឡើយផតផ្គត់ផ្គង់ប៉ុន្តែ Terry បានបដិសេធមិនព្រមចុះចាញ់ហើយបានបាញ់ខ្សែកាប់មួយឆ្ពោះទៅ Woody ភ្លាមដៃរបស់ Woody ហៀបនឹងប៉ះខ្សែនោះពេលវាទៅដល់ចុង Woody ដឹងថាប្រសិនបើរឿងនេះនៅតែបន្ត Terry ក៏នឹងគ្រោះថ្នាក់ដែរដូច្នេះគាត់បានសារភាពស្នេហារបស់គាត់ចំពោះ Terry ជាមុនសិនទេខ្ញុំស្រឡាញ់អ្នកបន្ទាប់មកគាត់បានបើកមួកសុវត្ថិភាពឈុតឱកាសរបស់គាត់ភ្លាមនោះមួកសុវត្ថិភាពបានបើកបរិយាកាសលំអាកាសដ៏ត្រជាក់បានធ្វើឲ្យរាងកាយរបស់ Woody ក៏ភ្លាមគាត់មិនបង្ហាញសញ្ញានៃជីវិតទេហើយបានរសាត់ទៅកាន់ភពអង្គារដូចជាស្លឹកឈើជ្រុះ Terry បានមើលដោយអស់សង្ឃឹមនៅពេលដែលស្វាមីរបស់នាងបានបាត់ខ្លួននៅចំពោះមុខនាងទុកព្រួយស្ទើរតែគ្រប់ដណ្ដប់នាងប៉ុន្តែដោយគិតអំពីបេសកម្មជួយសង្គ្រោះដែលមិនទាន់បានបញ្ចប់នាងបានបង្ខំចិត្តទប់ទឹកភ្នែកនាងបានស្ងប់ចិត្តហើយត្រឡប់ទៅកន្លែងផ្គត់ផ្គង់វិញមិនយូរប៉ុន្មានយឹមនឹងក្រុមរបស់គាត់បានបើកកុនលែងផ្គត់ផ្គង់ពួកគេបានចុះចតដោយជោគជ័យនៅលើផ្ទៃភពអង្គារហើយបន្ទាប់មកបានធ្វើដំណើរយ៉ាងលឿនទៅកាន់ជំរំភពអង្គាររបស់ក្រុមលើកដើម្បីវាយតម្លៃស្ថានភាពយ៉ាងឆាប់រហ័សអ្នកទាំង3បានបែងចែកភារកិច្ចភ្លាមឡយនិងសើទទួលខុសត្រូវក្នុងការត្រួតពិនិត្យឧបករណ៍ខាងក្រៅនៃជំរំខណៈដែលយឹមទទួលខុសត្រូវក្នុងការត្រួតពិនិត្យស្ថានភាពខាងក្នុងនៃយានឱកាសត្រឡប់មកវិញមិនយូរប៉ុន្មានគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដឹងថាទុនបម្រុងអុកស៊ីសែននៅក្នុងតំបន់រស់នៅមានច្រើនឧបករណ៍ភាគច្រើននៅក្នុងកាប៊ីនគឺនៅដែរហើយផ្ទះកញ្ចក់មិនត្រឹមតែដំណើរការធម្មតាប៉ុណ្ណោះនោះទេថែមទាំងពោពេញទៅដោយរុក្ខជាតិជាច្រើនប្រភេទទៀតផងដោយឃើញទិដ្ឋភាពដ៏ស្ងប់ស្ងាត់នៅពីមុខគាត់ភាពតានតឹងរបស់ជីមបានធូរស្រាលគាត់បានដោះមួកសុវត្ថិភាពឈុតឱកាសរបស់គាត់ចេញដកដង្ហើមវែងដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធហើយមានអារម្មណ៍ស្រួលខ្លួន
ប៉ុន្តែគាត់មិនបានកត់សម្គាល់ឃើញថាមានរូបមនុស្សព្រើលមួយកំពុងឈរនៅក្នុងស្រមោលនៅពីក្រោយគាត់នោះទេនៅពេលដែលជីមកំពុងលេងជាមួយសំណាក់រុក្ខជាតិនៅលើតុមនុស្សនៅពីក្រោយគាត់ស្រាប់តែរើចេញជីមបានស្គាល់ខ្លួនឯងយ៉ាងរហ័សហើយបានហៅឈ្មោះប្រពន្ធនិងកូនរបស់លោកពេលឈ្មោះក្រុមគ្រួសាររបស់គាត់ភាពឈួតនៅក្នុងភ្នែករបស់លោកបានស្ងប់ទៅវិញបន្តិចម្ដងពេលគាត់ដឹងថាជីមបានមកជួយសង្គ្រោះគាត់ជាពិសេសលោកមិនអាចទប់ទឹកភ្នែកដោយអំណរបានឡើយបន្ទាប់មកគាត់បាននិយាយថាគាត់បានរស់រានមានជីវិតក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះទាំងស្រុងដោយដាំរុក្ខជាតិនៅក្នុងផ្ទះកញ្ចក់ទោះបីជាដំណើរការនេះពិបាកក៏ដោយគាត់មានសំណាងដែលបានឆ្លងកាត់វាបន្ទាប់មកលោកបានរៀបរាប់ពីទុក្ខលំបាកដ៏គួរឲ្យរន្ធត់នោះគ្រោះមហន្តរាយខ្យល់ព្យុះកំបុតត្បូងបានឆក់យកជីវិតសមាជិកក្រុម3នាក់ដោយបន្សល់ទុកតែខ្លួនគាត់នៅរស់រានមានជីវិតគ្រោះមហន្តរាយនេះត្រូវបានផ្សារភ្ជាប់ទៅនឹងកម្លាំងអាថ៌កំបាំងមួយជីមមានការសង្ស័យដូច្នេះគាត់បានទាញយកវីដេអូដែលបានប្រមូលពីមុនមកនៅពេលដែលមុខមនុស្សយក្សមួយបានលេចឡើងនៅលើអេក្រង់ជីមនិង2នាក់ផ្សេងទៀតមានការភ្ញាក់ផ្អើល Terry មិនអាចជឿវាបានទេតើរឿងបែបនេះអាចមាននៅលើភពអង្គារដោយរបៀបណាជីមក៏ពោពេញដោយការសង្ស័យដែរប៉ុន្តែមានអារម្មណ៍ថាលោកគ្មានហេតុផលដើម្បីកុហកទេដូច្នេះគាត់បានសុំឲ្យលោកបន្តពន្យល់ខណៈពេលដែលលោកកំពុងរៀបចំកុំព្យូទ័របន្ទាប់មកគាត់បានចាក់វីដេអូឃ្លីបសំឡេងមួយដោយពន្យល់ថាដំបូងឡើយគាត់គិតថាសំឡេងទាំងនោះជាសំឡេងរំខានប៉ុន្តែបន្ទាប់ពីការស៊ើបអង្កេតគាត់បានរកឃើញប្រេកង់សំឡេងពិសេសចំនួន3ឈុតដែលត្រូវគ្នានឹងទីក្រុងគណិតវិទ្យាមួយបន្ទាប់មកលើកបានបង្កើតគំរូដណាដោយប្រើកូអរដនេបេវិមាត្រដែលធ្វើឲ្យមនុស្សគ្រប់គ្នាមានការងឿងឆ្ងល់តើទិន្នន័យអាចលេចឡើងនៅលើភពអង្គារដោយរបៀបណានៅពេលដែលគ្មានមនុស្សពេលសង្កេតឲ្យកាន់តែជិតលើកបានរកឃើញថាខណៈពេលដែល DNA មានលក្ខណៈស្រដៀងគ្នាខ្លាំងទៅនឹង DNA របស់មនុស្សក៏នៅតែមានភាពខុសគ្នាខ្លះដែរព្រោះវាខ្វះសំណុំក្រូម៉ូសូមម្យ៉ាងវិញទៀតវាក៏អាចជា DNA របស់សត្វមួយចំនួនផងដែរទោះជាយ៉ាងណាក៏ដោយឥឡូវនេះមិនមែនជាពេលវេលាល្អក្នុងការសិក្សា DNA ទេអាទិភាពភ្លាមរបស់ពួកគេគឺត្រូវត្រឡប់ទៅផែនដីវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបានប៉ុន្តែនៅពេលដែល James កំពុងវិចខ្ចប់របស់គាត់បន្ទះសូកូឡាពីរបីបន្ទះស្រាប់តែខ្ចាត់ខ្ចាយនៅលើដីនៅពេលដែលគាត់ឃើញបន្ទះសូកូឡាគាត់ស្រាប់តែនឹកឃើញអ្វីមួយធ្វើបានប្រើបន្ទះសូកូឡាដើម្បីបង្កើតគំរូឌីណាសាមញ្ញមួយរឿងនេះភ្លាមនោះបានផ្ដល់ឲ្យ James នៅគំនិតមួយគាត់បានស្មានថានេះអាចជាសំណួរបំពេញចន្លោះទេដែលបន្សល់ទុកដោយមុខយក្សនោះមានតែការបំពេញលំដាប់ឌីណាត្រឹមត្រូវនិងបញ្ជាក់ថាពួកគេជាមនុស្សទេទើបពួកគេអាចមានឱកាសដោះសោអាតកំបាំងនៃកម្លាំងអាតកំបាំងនោះជីមបានប្រញាប់ប្រញាល់ទៅកុំព្យូទ័រភ្លាមហើយចាប់ផ្ដើមបំពេញផ្នែកណាដែលបាត់លោកដែលឈរក្បែរគាត់មើលទៅហាក់ដូចជាញឿងឆ្ងល់ជីមបានពន្យល់យ៉ាងរហ័សថានៅពេលដែលលោកនិងក្រុមរបស់គាត់បានស្កេនមុខយក្សនេះដោយប្រើរ៉ាដាពួកគេពិតជាកំពុងផ្ញើសញ្ញាទៅវាយ៉ាងសកម្មការថតសម្លេងដែលមានទីក្រុងគណិតវិទ្យាគឺជាការសាកល្បងដែលផ្ដល់ដោយមុខមានតែការឆ្លើយត្រឹមត្រូវប៉ុណ្ណោះទើបពួកគេអាចចូលទៅក្នុងមុខបានជាអកុសលលោកនិងក្រុមរបស់គាត់បានឆ្លើយតបមិនត្រឹមត្រូវវាក៏បានបង្កឲ្យមានសម្លេងរោទសន្តិសុខនៅលើមុខផងដែរព្យុះខ្សាច់ដែលបានបំផ្លាញជំរំនោះតាមពិតទៅគឺជាការឆ្លើយតបការពារខ្លួនរបស់វាជីមបានជំរុញឲ្យមនុស្សគ្រប់គ្នាស្នាក់នៅនិងដោះសោអាតកំបាំងនៃមុខនោះប៉ុន្តែក្រុមនោះស្ទាក់ស្ទើរប្រសិនបើការស្មានរបស់ជីមខុសពួកគេអាចធ្វើកំហុសដែរហើយធ្លាក់ចូលទៅក្នុងវិបត្តិដ៏សាហាវមួយជីមយល់ពីកង្វល់របស់ពួកគេប៉ុន្តែគាត់បាននិយាយយ៉ាងម៉ឺងម៉ាត់ថាប្រសិនបើពួកគេបោះបង់ចោលហើយត្រឡប់មកវិញសមាជិកក្រុមទាំង3ដែលបានលះបង់ជីវិតរបស់ពួកគេរួចហើយនឹងបានស្លាប់ដោយឥតប្រយោជន៍បន្ទាប់ពីការបញ្ចុះបាញ់ចូលម្ដងហើយម្ដងទៀតរបស់ជីមមនុស្សគ្រប់គ្នាទីបំផុតបានយល់ព្រមស្នាក់នៅនិងបន្តសិក្សាមុខនោះទោះជាយ៉ាងណាក៏ដោយដើម្បីសុវត្ថិភាពពួកគេមិនបានប្រញាប់ប្រញាល់ទៅមុខទេផ្ទុយទៅវិញពួកគេបានបើកយានស៊ើបអង្កេតដែលគ្រប់គ្រងពីចម្ងាយយឺតទៅកាន់តំបន់ជុំវិញមុខយក្សហើយបន្ទាប់មកចាក់សម្លេងណាដែលបានរៀបចំទុកជាមុននឹងពេញលេញដោយមិននឹកស្មានដល់ប៉ុន្មាននាទីក្រោយមកពួកគេបានទទួលការភ្ញាក់ផ្អើលដ៏រីករាយមួយមានភីលបានព្យាយាមយ៉ាងប្រញាប់ប្រញាល់ដើម្បីបញ្ចុះបញ្ចូលជីមនិងក្រុមរបស់គាត់កុំឲ្យធ្វើចលនារហ័សរហួនព្រោះគ្មាននរណាម្នាក់ដឹងថាមុខយក្សនោះមានអរិភាពឬអត់នោះទេប៉ុន្តែ Terry មានអារម្មណ៍ថាសញ្ញាដែលចេញពីមុខនោះដូចជាការអញ្ជើញឲ្យពួកគេចូលនៅពេលនេះជីមនិងលោកបានកត់សម្គាល់ឃើញថាសូចនាករផ្សេងនៅជិតមុខយក្សនោះកំពុងមានស្ថិរភាពហើយអ្នកទាំងពីរបានសម្រេចចិត្តយក Terry ចូលទៅក្នុងមុខនោះភ្លាមដោយទុកភីលនៅលើយានអវកាសឲ្យរងចាំមុនពេលចេញដំណើរជីមបានរំលឹកភីលម្ដងហើយម្ដងទៀតឲ្យចាប់ផ្ដើមយានអវកាសនៅពេលវេលាដែលបានព្រមព្រៀងគ្នាដោយមិនគិតពីថាតើពួកគេអាចត្រឡប់មកវិញទាន់ពេលវេលាឬអត់នោះទេពួកគេមិនគួរពន្យាពេលដំណើរត្រឡប់មកវិញរបស់ពួកគេឡើយបន្ទាប់ពីជីមនិងដៃគូរបស់គាត់បានចូលទៅក្នុងមុខយក្សនោះទិដ្ឋភាពនៅពីមុខពួកគេបានធ្វើឲ្យពួកគេភ្ញាក់ផ្អើលភ្លាមវាជាលំហពណ៌សុទ្ធដេរលងដូចកញ្ចក់ដោយគ្មានឧបសគ្គណាមួយលេចចេញមកឡើយទិន្នន័យបរិស្ថានទាំងអស់បង្ហាញពីប្រតិបត្តិការធម្មតាប៉ុន្តែនៅពេលដែលពួកគេកំពុងសង្កេតច្រកចូលនៅពីក្រោយពួកគេបានបិទភ្លាមមានន័យថាមានការបត់ត្រឡប់មកវិញទេប្អូនប្រុសគ្មានជំរឿអ្វីក្រៅពីបន្តដំណើរទៅមុខទៀតទេលោកនិង Terry បានស្វែងរកច្រកចេញផ្សេងទៀតដោយអន្ទះសារដោយរកមើលជុំវិញប៉ុន្តែរកមិនឃើញសូម្បីតែចំណុចទាញទ្វារទោះជាយ៉ាងណាក៏ដោយជីមបានរកឃើញបញ្ហាដ៏គួរឲ្យព្រួយបារម្ភមួយបន្ថែមទៀតការទំនាក់ទំនងរបស់ពួកគេជាមួយភីលត្រូវបានកាត់ផ្ដាច់ទាំងស្រុងប៉ុន្តែបន្ទាប់ពីការត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្នជីមបានកំណត់ថាមិនមានគ្រោះថ្នាក់ភ្លាមនោះទេហើយបានដោះស្រោមដៃឱកាសរបស់គាត់ចេញភ្លាមសកម្មភាពនេះធ្វើឲ្យលោកនិង Terry ភ័យខ្លាចដោយបានប្រញាប់ប្រញាល់ទៅបញ្ឈប់គាត់ពន្ធ
តែបានដឹងថាដៃរបស់ជីមមិនមានរបួសអ្វីឡើយបន្ទាប់មកពួកគេបានធ្វើការរកឃើញថ្មីមួយសម្ពាធខ្យល់នៅទីនេះខ្ពស់ជាងនៅលើផ្ទៃភពអង្គារហើយសមាសធាតុនៃខ្យល់គឺស្ទើរតែដូចគ្នាទៅនឹងនៅលើផែនដីមានន័យថាពួកគេអាចដោះមួកសុវត្ថិភាពរបស់ពួកគេបានយ៉ាងងាយស្រួលនិងដកដង្ហើមដោយសេរីនៅពេលដែលពួកគេទាំង3ដោះមួកសុវត្ថិភាពរបស់ពួកគេចេញទ្វារធំមួយនៅពីក្រោយពួកគេបានបើកយឺតបើទោះបីជាមានគ្រោះថ្នាក់ដែលមិនស្គាល់លាក់បាំងនៅពីក្រោយវាក៏ដោយពួកគេបានសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ដើម្បីបន្តការរុករករបស់ពួកគេទោះជាយ៉ាងណាក៏ដោយនៅពេលដែលពួកគេបានបោះជំហានចូលទ្វារនោះពួកគេបានកកនៅនឹងកន្លែងទាំងស្រុងបន្ទាប់មកពួកគេបានឃើញផ្កាយមួយនៅក្នុងរូបភាព holographic ដែលស្រដៀងនឹងផែនដីជាមួយនឹងរុក្ខជាតិសមុទ្រនិងដីពួកគេបានដឹងភ្លាមថានេះប្រហែលជាភពអង្គារកាលពីអតីតកាលភ្លាមនោះភពអង្គារត្រូវបានវាយប្រហារដោយអាចផ្កាយមួយហើយរលកឆក់ពីអាចផ្កាយនោះក៏បានវាយប្រហារវាបានបោកបក់ពាសពេញភពផែនដីទាំងមូលក្នុងមួយប៉ព្រិចភ្នែកកាលវេលាកន្លងផុតទៅភពអង្គារបានប្រែក្លាយទៅជារូបរាងបច្ចុប្បន្នរបស់វាបន្តិចម្ដងបន្ទាប់មកពួកគេបានឃើញរូបមួយលេចឡើងនៅលើដីនៅពេលដែលគាត់ចូលទៅជិតពួកគេបានដឹងថាវាជាភពក្រៅពេលក្រឡេកមើលភពអង្គារដែលត្រូវបានបំផ្លាញភពក្រៅបានស្រក់ទឹកភ្នែកវាហាក់ដូចជាគាត់ធ្លាប់ជាភពអង្គារជនជាតិភពអង្គារនិងជីមបានសម្លឹងមើលគ្នាមួយផ្លែតរួចចង្អុលទៅភពអង្គារភ្លាមនោះយានអវកាសរាប់មិនអស់បានបាញ់ចេញពីភពអង្គារដែលភាគច្រើនកំពុងឆ្ពោះទៅភពផ្សេងទៀតក្នុងកាឡាក់ស៊ី Milky Way ដោយមានតែមួយប៉ុណ្ណោះដែលនៅសល់លើភពអង្គារបន្ទាប់មកជនជាតិភពអង្គារបានដកយកបន្ទះថ្នាំមួយចេញពីខ្លួនរបស់គាត់ហើយដាក់វាចូលក្នុងយានអវកាសយានអវកាសបានធ្វើដំណើរឆ្ពោះទៅកាន់ផែនដីភ្លាមនៅពេលនោះការរសាត់នៃទ្វីបមិនទាន់កើតឡើងនៅឡើយទេហើយមិនយូរប៉ុន្មានបន្ទាប់ពីយានអវកាសលិចទៅបាតសមុទ្រសាពាង្គកាយកោសិកាតែមួយបានលេចចេញឡើងបន្ទាប់ពីការវិវត្តរាប់រយលានឆ្នាំផែនដីបានឃើញការលេចចេញនៃសត្វផ្សេងដូចជាត្រីសត្វអំប៊ីប៊ីគីនីដៃណូស័រនិងសត្វម៉ាម៉ុតហើយនៅទីបំផុតមនុស្សក៏បានកើតមកបន្ទាប់ពីបានមើលវីដេអូនោះជីមនិងអ្នកដទៃទៀតបានដឹងភ្លាមថានេះជាប្រភពដើមនៃជីវិតនៅលើផែនដីពួកគេមិនបានលេចចេញពីលំហអាកាសទេពួកគេត្រូវបាននាំមកដោយពួកភពអង្គារម្យ៉ាងវិញទៀតពួកភពអង្គារគឺជាអ្នកបង្កើតទម្រង់ជីវិតរបស់ផែនដីជាបុព្វបុរសពិតរបស់មនុស្សជាតិបន្ទាប់មកពួកភពអង្គារបានលាតដៃរបស់នាងទៅឲ្យជីមដែលយល់ភ្លាមហើយទទួលយកវាខណៈពេលដែលកំពុងធ្វើសញ្ញាឲ្យលោកនិងធ្វើរីកាន់ដៃគ្នាផងដែរមានតែពេលនោះទេដែលពួកគេយល់ពីចេតនារបស់ពួកភពអង្គារគាត់កំពុងប្រាប់មនុស្សគ្រប់គ្នាថាគាត់និងពួកគេគឺជាមនុស្សប្រភេទដូចគ្នាភ្លាមបន្ទាប់ពីនោះពួកភពអង្គារបានចង្អុលទៅដីដោយដៃស្ដាំរបស់គាត់ហើយនៅពេលដែលចិញ្ចៀនភ្លើងមួយបានរឡើងគាត់បានចាក់ចេញយឺតភ្លាមនោះពន្លឺហាឡូជាច្រើនបានលេចឡើងនៅលើដីហើយទ្វារមួយបានលេចចេញមកពីចម្ងាយនៅពេលជាមួយគ្នានោះជីមនិងក្រុមរបស់គាត់បានតាក់ទងភីលដោយជោគជ័យនៅខាងក្រៅដោយជូនដំណឹងដល់គាត់អំពីព្យុះខ្សាច់និងតម្រូវការបន្ទាន់របស់ពួកគេក្នុងការត្រឡប់ទៅយានអវកាសវិញដែលមិនអាចហោះឡើងបានជីមហាក់ដូចជាមនុស្សភីលតតែសោះផ្ទុយទៅវិញគាត់បានសង្កេតមើលបរិស្ថានជុំវិញខ្លួនដោយប្រុងប្រយ័ត្នមួយសន្ទុះក្រោយមកគាត់បានប្រាប់លឹកនិងថេរីថានេះអាចជាយានអវកាសរបស់ភពអង្គាររង្វង់ភ្លឺចែងចាំងនៅលើដីទំនងជាការរាប់ថយក្រោយប៉ុន្តែលឹកនិងថេរីមិនបានយកវាទៅពិចារណាទេពួកគេគ្រាន់តែចង់ត្រឡប់ទៅយានរបស់ពួកគេវិញឲ្យបានលឿនតាមដែលអាចធ្វើទៅបានដោយឃើញយឹមឈោស្ងៀមពួកគេបានជំរុញឲ្យគាត់ចាក់ចេញប៉ុន្តែយឹមបានប្រាប់ពួកគេថាគាត់មិនចង់ត្រឡប់ទៅផែនដីវិញទេដោយឃើញទឹកមុខងឿងឆ្ងល់របស់ពួកគេគាត់បានពន្យល់ថាសកម្មភាពរបស់ភពអង្គារគឺជាការអញ្ជើញមួយការអញ្ជើញឲ្យពួកគេត្រឡប់មកផ្ទះវិញជាមួយគ្នាគាត់បានសម្រេចចិត្តទទួលយកការអញ្ជើញរបស់ពួកភពអង្គារវាបានបង្ហាញថាបន្ទាប់ពីភរិយារបស់យឹមបានស្លាប់ទៅនាងលែងមានចំណងស្នេហានៅលើផែនដីទៀតហើយនាងចង់បំពេញបំណងប្រាថ្នាចិត្តស្លាប់របស់ភរិយានាងក្នុងការរុករកភពអង្គារដែលជាមូលហេតុដែលនាងចង់ត្រឡប់ទៅផ្ទះវិញជាមួយពួកភពអង្គារដោយឃើញថាយឹមបានសម្រេចចិត្តរួចហើយលឹកក៏ឈប់ព្យាយាមបញ្ចុះបញ្ចូលគាត់មុនពេលបែកគ្នាទ្រព្យសម្បត្តិរបស់ Terry Gingwood ត្រូវបានប្រគល់ឲ្យយឹមដោយហេតុនេះបានបំពេញបំណងប្រាថ្នារបស់គាត់ក្នុងការចុះចតនៅលើភពអង្គារបន្ទាប់មកលឹកនិង Terry បានធ្វើដំណើរទៅកាន់យានអវកាសជាកន្លែងដែលព្យុះនៅខាងក្រៅកាន់តែខ្លាំងក្លាឡើងទោះបីជាពួកគេបានចូលទៅក្នុងយានអវកាសដោយជោគជ័យក៏ដោយក៏ពួកគេមិនអាចតាក់ទង Phil ជាបណ្ដោះអាសន្នបានទេដោយសារតែមានការរំខានដល់សញ្ញាអ្វីដែលកាន់តែអាក្រក់ទៅទៀតនោះគឺពួកគេមានអារម្មណ៍វង្វេងស្មារតីហើយអាចបើកយានអវកាសត្រឡប់មកវិញបានតែតាមសភាពគាត់ប៉ុណ្ណោះនៅពេលដែលពេលវេលាជម្លៀសដែលបានព្រមព្រៀងគ្នាជិតមកដល់ Phil មានការថប់បារម្ភយ៉ាងខ្លាំងគាត់មិនដឹងថាតើគាត់គួរបោះបង់ចោលលឹកហើយចាក់ចេញជាមួយពួកគេនៅលើយានអវកាសតែម្នាក់ឯងឬអត់នោះទេនៅពេលដែល Phil ហ៊ាននឹងចុចប៊ូតុងបាញ់បង្ហោះលឹកនិង Terry ទីបំផុតបានតាក់ទងគាត់ហើយពួកគេបានឡើងយានអវកាសដោយជោគជ័យពួកគេបានហោះចេញដោយសុវត្ថិភាពមុនពេលព្យុះខ្សាច់មកដល់ទន្ទឹមនឹងនេះជីមក៏បានបោះជំហានចូលទៅក្នុងសង្វៀនហើយវិនាទីបន្ទាប់ស៊ីឡាំងខ្លាបានលេចចេញមកជុំវិញគាត់រុំព័ទ្ធគាត់ភ្លាមនោះគាត់ត្រូវបានបញ្ជូនទៅកាន់យានអវកាសភពអង្គារប៉ុន្តែភ្លាមនោះគាត់បានកត់សម្គាល់ឃើញវត្ថុរាវមិនស្គាល់មួយហូរចេញពីបាតជើងរបស់គាត់គាត់បានព្យាយាមចាក់ចេញប៉ុន្តែជើងរបស់គាត់ហាក់ដូចជានៅនឹងកន្លែងហើយមិនយូរប៉ុន្មានវត្ថុរាវនោះបានលេបត្របាក់គាត់ជីមបានទប់ដង្ហើមដោយភ័យខ្លាចប៉ុន្តែមិនយូរប៉ុន្មានក៏មិនអាចទប់ដង្ហើមបានទៀតទេហើយត្រូវបើកមាត់ដើម្បីស្រូបយកសារធាតុរាវចូលក្នុងសួតគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយបានដឹងថាគាត់មិនបានថប់ដង្ហើមទេសារធាតុរាវនោះមានអុកស៊ីសែនដែលអនុញ្ញាតឲ្យគាត់ដកដង្ហើមបានដោយសេរីដោយភាពស្រពេចស្រពើជីមហាក់ដូចជាឃើញមនុស្សជាទីស្រឡាញ់របស់គាត់នៅពេលនោះទោះបីជាគាត់មានអារម្មណ៍ស្ទាក់ស្ទើរក៏ដោយគាត់មិនបានសោកស្ដាយចំពោះជម្រើសរបស់គាត់ឡើយពេលអ្វី
រួចរាល់ភពអង្គារបានមកដល់លើថ្ងាសរបស់មុខយៈនោះពួកគេបានបើកច្រកទ្វារមួយហើយហោះចេញពីភពអង្គារយ៉ាងលឿនតាមបណ្ដោយផ្លូវនោះទន្ទឹមនឹងនេះលោកនិងក្រុមរបស់គាត់ក៏បានចាក់ចេញពីភពអង្គារនៅក្នុងយានអវកាសរបស់ពួកគេដោយបានឃើញដំណើររបស់យានអវកាសរបស់ជនជាតិភពអង្គារឆ្ពោះទៅរកជម្រៅជ្រៅបំផុតនៃកាឡាក់ស៊ីមីលបេសកកម្មភពអង្គារនេះបានលើកពីអត្ថន័យស្រពេចស្រពិលនៃការជួយសង្គ្រោះនិងការរុករកដោយនាំយកមកជាមួយនូវសំណួរយ៉ាងជ្រាលជ្រៅអំពីខ្លឹមសារនៃអរិយធម៌មនុស្សមុខយៈនេះមិនត្រឹមតែជាវត្ថុបុរាណនៃអរិយធម៌ភពអង្គារប៉ុណ្ណោះទេប៉ុន្តែវាក៏ជាកញ្ចក់ដែលឆ្លុះបញ្ចាំងពីមនុស្សជាតិផងដែរវាសាកល្បងការយល់ដឹងរបស់មនុស្សជាមួយនឹងល្បែងផ្គុំរូបណារបស់វាខ្សែភាពយន្តនេះប្រើប្រាស់ព្យុះធូលីជាការព្រមានអំពីផលវិបាកនៃភាពមិនប្រុងប្រយ័ត្នដែលនៅទីបំផុតបានបង្ហាញពីការពិតថាមនុស្សជាតិមានដើមកំណើតនៅលើភពព្រះអង្គារតាមរយៈការបញ្ចាំងរូបភាព holographic ដែលបំបែកអារម្មណ៍នៃភាពឯកោនិងឧត្តមភាពដែលអរិយធម៌ផែនដីមានជំរឿសរបស់ James គឺជាការបញ្ចេញមតិចុងក្រោយនៃសារស្នូលរបស់ខ្សែភាពយន្តនៅពេលដែលមនុស្សជាតិយល់ថាវាជាការបន្តនៃអរិយធម៌អន្តរតារាការរុករកលែងជាការសញ្ជ័យឬអាណានិគមទៀតហើយប៉ុន្តែជាការស្វែងរកចម្លើយចុងក្រោយចំពោះកន្លែងដែលយើងមកពីនិងកន្លែងដែលយើងនឹងទៅការលះបង់របស់ Woody ភាពធន់របស់ Cherry និងការតស៊ូរបស់ Luke សុទ្ធតែត្រូវបានគូបញ្ជាក់ទាំងអស់នេះបញ្ជាក់រឿងដូចគ្នាអណ្ដាតភ្លើងនៃអរិយធម៌មនុស្សជាតិមិនដែលត្រូវបានបន្តដោយការរស់រានមានជីវិតនោះទេប៉ុន្តែដោយការគោរពចំពោះអ្វីដែលមិនស្គាល់ការការពារមនុស្សជាតិដូចគ្នានិងភាពក្លាហានក្នុងការឆ្លងកាត់ផ្កាយដើម្បីស្វែងរកឫសគល់របស់យើង